ខ្ញុំបាទសូមអរកាយគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនលោកជីលោកតាទាំងអស់និងបងប្អូនប្រិយមិត្តដែលតែងតែគាំទ្រនៅក្នុង Channel ឋានអបសរទាំងអស់គ្នាបងប្អូនប្រិយមិត្តថ្ងៃនេះផងដែរខ្ញុំបាទលោកគ្រូឋានសូមនាំអារម្មណ៍ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់មកទស្សនាទីរមណីយដ្ឋានធម្មជាតិមួយកន្លែងដែលកំពុងតែមានភាពល្បីល្បាញឆាបឆក់យកបេះដូងទាំងភ្ញៀវជាតិនិងអន្តរជាតិហើយទីរមណីយដ្ឋាននេះផងដែរកំពុងតែអូសទាញភ្ញៀវទេសចរយ៉ាងច្រើនកកកមកកំសាន្តលេងល្បីថាទីនេះគឺមានធម្មជាតិយ៉ាងស្រស់ត្រកាលរួមផ្សំទាំងរូបបដិមាករជាប់នៅជញ្ជាំងភ្នំក៏ដូចជារូងសត្វប្រជៀវរាប់រយរាប់ពាន់លានក្បាលហោះចេញពីរូងល្អាងភ្នំយើងមិនដឹងថាសត្វប្រជៀវទាំងនោះគឺប៉ុន្មាន10លានក្បាលទេបងប្អូនបាទគឺថាច្រើនមែនទែនបាទឥឡូវកុំឲ្យខាត់ពេលយូរបងប្អូនតោះទៅទស្សនារបស់ខ្ញុំបាទទាំងអស់គ្នាដូចតទៅខណៈពេលនេះខ្ញុំបាទកំពុងធ្វើដំណើរចេញពីរង្វង់មូលនាងរំសាយសក់ឆ្ពោះទៅមុខត្រង់នៅលើតាមបណ្ដោយផ្លូវជាតិលេខ57ឆ្ពោះទៅមុខត្រង់ឃើញថាមានផ្ទៃដីចម្ងាយប្រហែលជា10ទៅ12គីឡូម៉ែត្រតែប៉ុណ្ណោះឥឡូវនេះយើងបានមកដល់ជើងភ្នំទីរមណីយដ្ឋានធម្មជាតិដែលមានភាពល្បីល្បាញយ៉ាងខ្លាំងផងដែរសម្រាប់ការមកទស្សនាទាំងភ្ញៀវជាតិទាំងអន្តរជាតិយ៉ាងច្រើនកកមែនទែនបងប្អូនប្រិយមិត្តបាទជាពិសេសត្រង់បរិវេណទីតាំងជើងភ្នំនៃរូបព្រះបដិមាករព្រះពុទ្ធយ៉ាងធំក្រៃលែងគឺថាយ៉ាងច្រើនតែម្ដងបងប្អូនប្រិយមិត្តសម្រាប់ថ្ងៃនេះផងដែរហើយបីក៏ដូចជាអត់ស្រួលដែរសម្រាប់ថ្ងៃនេះបងប្អូនយើងបាទឥឡូវនេះចាប់ផ្ដើមបង្ហោធ្លាក់ភ្លៀងមកយ៉ាងច្រើនតែម្ដងបាទប៉ុន្តែយ៉ាងណាក៏ព្យាយាមផ្តិតយករូបភាពដ៏អស្ចារ្យនេះសម្រាប់ចែកជូនបងប្អូនប្រិយមិត្តទស្សនាកម្សាន្តទាំងអស់គ្នាឥឡូវនេះភ្លៀងចាប់ផ្ដើមបង្ហោរាប់រយរាប់ពាន់ដំណក់ធ្លាក់មកប៉ះជាមួយនឹងព្រះបដិមាករកន្លែងនេះដូចជាប្លែកដែរបងប្អូនយើងបាទយ៉ាងគៀងខ្លាំងមែនទែនហើយរូបភាពនៅក្នុងពេលភ្លៀងនេះវាស្រស់ស្អាតមែនទែនផងដែរបាទខុសប្លែកអារម្មណ៍មែនទែនប្លែកអារម្មណ៍ជាមួយនឹងរូបភាពដែលយើងអត់មានភ្លៀងបងប្អូនប្រិយមិត្តបាទឥឡូវនេះបងប្អូនទស្សនាលេងទៅចាប់ភ្លៀងហើយនេះបាទដូចជាមិនដឹងខឹងសម្បាពីពេលណាមកទេគឺប្រឹងធ្លាក់យកខ្លាំងតែម្ដងបងប្អូនយើងឥឡូវនេះរៀងដូចស្បើយបន្តិចហើយសម្រាប់ថ្ងៃនេះក៏ឃើញមានភ្ញៀវជាតិអន្តរជាតិយ៉ាងច្រើនគាត់ចូលរួមទស្សនាកម្សាន្តជាពិសេសត្រង់ទីតាំងបរិវេណជើងភ្នំសំពៅនេះតែម្ដងដែលមានរូបសំណាកព្រះបដិមាករយ៉ាងធំក្រៃលែងជាប់នឹងជញ្ជាំងភ្នំហើយទីតាំងដែលគួរជាទីចាប់អារម្មណ៍មួយទៀតគឺរូងសត្វប្រជៀវហើយជាពិសេសបងប្អូនដែលមកលេងកម្សាន្តទីនេះទាំងភ្ញៀវជាតិទាំងអន្តរជាតិគាត់ចង់ឃើញរូងសត្វប្រជៀវខ្លាំងមែនទែនគាត់រងចាំដល់ម៉ោងសត្វប្រជៀវចេញគឺត្រៀមនឹងផ្តិតរូបភាពដ៏អស្ចារ្យមួយនេះចែករំលែកជូនបងប្អូនគាត់បានទស្សនាកម្សាន្តក៏ដូចជាមិត្តភ័ក្តិផ្សេងនៅបណ្ដាប្រទេសរបស់គាត់បាទហើយទីរមណីយដ្ឋានធម្មជាតិក្នុងសំពៅនេះគឺថាមានភាពល្បីល្បាញខ្លាំងមែនទែនមិនថាភ្ញៀវជាតិអន្តរជាតិអីទេហើយអ្វីដែលគួរជាទីចាប់អារម្មណ៍ដូចខ្ញុំបាទលើកឡើងហើយបាទគឺត្រង់រូងសត្វប្រជៀវនេះកំពុងតែមានភាពល្បីល្បាញខ្លាំងណាស់សម្រាប់ទីរមណីយដ្ឋានធម្មជាតិនេះផងដែរឥឡូវនេះមេឃរៀងដូចជាសាកស្រានបន្តិចហើយសម្រាប់ភ្លៀងមួយមេធំបំបាញ់មិញឥឡូវនេះបងប្អូនបាទភ្ញៀវជាតិទាំងអន្តរជាតិត្រៀមហើយម៉ោងពេលវេលាក៏ជិតនឹងគៀកដល់ម៉ោងសត្វប្រជៀវចេញពីរូងហើយសត្វប្រជៀវនេះបងប្អូនប្រិយមិត្តយើងបាទគឺទៀងម៉ោងណាស់ឲ្យតែដល់ម៉ោងដល់ពេលវេលាគាត់គឺដឹងតែហោះចេញពីល្អាងភ្នំខាងក្នុងថារាប់ពាន់រាប់សិបលានក្បាលមិនដឹងមកពីណាពីណីខ្លះទេហើយសម្រាប់ថ្ងៃនេះផងដែរខ្ញុំបាទអត់ដែលប្រទះឃើញដែរបងប្អូនយើងបាទហើយបន្ទាប់ពីបានទស្សនាកម្សាន្តនៅក្នុងคลิปវីដេអូនេះកុំភ្លេចបងប្អូនប្រិយមិត្តទាំងអស់គ្នាកុំភ្លេចចូលរួម comment ក៏ដូចជាចូលរួម Subscribe Channel
ឋានអបសរទាំងអស់គ្នាផងម្នាក់មួយម្នាក់ពីរទៅបងប្អូនយើងបាទអរគុណខ្លាំងមែនទែនសម្រាប់ការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រិយមិត្តទាំងជាតិក៏ដូចជាអន្តរជាតិផងដែរបាទបន្ទាប់ពីបានទស្សនាកំសាន្តហើយកុំភ្លេចចូលរួម like subscribe channel ខ្ញុំបាទម្នាក់មួយម្នាក់ពីរផងបងប្អូនយើងបាទនៅទស្សនាជាបន្តទៀតបាទទីកន្លែងនេះហើយបាទដែលជាតិអន្តរជាតិឥឡូវនេះគាត់ត្រៀមទូរស័ព្ទគ្រប់ដៃតែម្ដង smartphone របស់គាត់ផ្តិតជារូបភាពដ៏អស្ចារ្យនេះសម្រាប់ចែករំលែកជូនបងប្អូនបានទស្សនាកំសាន្តបាទលើរោងសត្វប្រជៀវចាប់ផ្ដើមចេញហើយបងប្អូនយើងមកចេញមកបដើហើយដល់ម៉ោងហើយថាប្រហែល10ក្បាលទេបងប្អូនយើងប៉ុន្តែដោយឡែកបន្ទាប់ពីភ្លៀងមួយមេធំផងបាទរៀងដូចជាចេញមកមិនសូវជាច្រើនទេបងប្អូនសម្រាប់ថ្ងៃនេះបាទធម្មតាទេបាទបើសិនជាថ្ងៃធម្មតាអត់ភ្លៀងគឺសត្វប្រជៀវនេះគឺចេញគួរជាទីចាប់អារម្មណ៍ខ្លាំងមែនទែនប៉ុន្តែបន្ទាប់ពីភ្លៀងមួយមេធំគឺដូចអត់សូវចេញច្រើនទេបាទប៉ុន្តែយ៉ាងណាយ៉ាងណីបងប្អូនយើងទស្សនាបន្តលេងទៅកុំឲ្យខាតជើងមកហើយដល់ជារូបភាពចែករំលែកជូនបងប្អូនបានទស្សនាកំសាន្តអារម្មណ៍លេងយ៉ាងណាទីរមណីយដ្ឋានធម្មជាតិនេះគឺមានភាពល្បីល្បាញខ្លាំងមែនទែនសម្រាប់ទឹកដីនៃខេត្តបាត់ដំបងបាទគឺថាពីបណ្ដាប្រជាពលរដ្ឋជុំវិញខេត្តនៅក្នុងប្រទេសគឺស្គាល់ខ្លាំងយ៉ាងច្បាស់តែម្ដងទីរមណីយដ្ឋានធម្មជាតិដ៏មានភាពល្បីល្បាញគួរឲ្យទាក់ទាញនេះហើយសូមជម្រាបជូនដល់បងប្អូនប្រិយមិត្តទាំងអស់ពាក់ព័ន្ធនឹងរឿងព្រេងនៃទីរមណីយដ្ឋានធម្មជាតិភ្នំសំពៅនេះក៏មានរឿងរ៉ាវជាច្រើនផងដែរពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រផ្សេងដូចជាប្រវត្តិភ្នំទ្រង់មន់ប្រវត្តិភ្នំទ្រង់ទាភ្នំក្រពើជាដើមលក្ខណៈបងប្អូនយើងបាទប៉ុន្តែសម្រាប់ប្រវត្តិរឿងព្រេងនៃភ្នំទ្រង់មន់ភ្នំទ្រង់ទាឬក៏ភ្នំក្រពើនេះខ្ញុំបាទលោកទូឋាននឹងធ្វើការរៀបរាប់ចែកជូនបងប្អូនបានទស្សនាកំសាន្តបន្តទៀតនៅក្នុងคลิปវីដេអូទី2របស់ខ្ញុំបាទឥឡូវនេះបងប្អូនយើងទស្សនាត្រឹមតែទីរមណីយដ្ឋានបរិវេណជើងភ្នំសំពៅត្រង់កន្លែងរូបព្រះបដិមាករយ៉ាងធំក្រៃលែងនេះទៅបងប្អូនរួមទាំងកន្លែងរោងសត្វប្រជៀវបងប្អូនយើងបាទហើយនឹងសង្ឃឹមថាបងប្អូនពុកម៉ែនៅតែបន្តគាំទ្រសម្រាប់ channel របស់ខ្ញុំបាទដែលជា channel របស់លោកគ្រូឋានផងហើយទៅតែរៀនធ្វើទេបងប្អូនយើងបាទមិនសូវជាជំនាញល្អឥតខ្ចោះអីទេហើយបើសិនជាបងប្អូនបានទស្សនានៅក្នុងคลิปវីដេអូនេះហើយកុំភ្លេចចូលរួម comment ជួយប្រាប់ពីបទពិសោធន៍របស់បងប្អូនឬក៏ជួយកែលម្អទាំងអស់គ្នាផងខ្ញុំបាទសង្ឃឹមយ៉ាងមុតមមពីសំណាក់ការគាំទ្រពីពុកម៉ែបងប្អូនលោកយាយលោកតាទាំងអស់ក៏ដូចជាបងប្អូនប្រិយមិត្តផងដែរបាទឥឡូវទស្សនាជាបន្តទៀតបងប្អូនកន្លែងនេះគឺជារូបបដិមាករយ៉ាងធំក្រៃលែងគឺថាស្ថាបត្យកម្មកន្លែងនេះគឺមានភាពល្បីល្បាញខ្លាំងមែនទែនគឺអស្ចារ្យណាស់សម្រាប់រូបព្រះពុទ្ធជាប់នឹងជញ្ជាំងយ៉ាងធំក្រៃលែងនេះពេលដែលភ្ញៀវជាតិទាំងអន្តរជាតិបាទគាត់ចង់ឃើញណាឮតែភាពល្បីល្បាញតគ្នានេះមិនដឹងថាស្ថាបត្យករគឺគាត់ធ្វើយ៉ាងដូចម្ដេចទេសម្រាប់ការឆ្លាក់រូបព្រះបដិមាករនៅជាប់ជញ្ជាំងនេះបាទខ្ញុំបាទក៏មិនអាចជម្រាបជូនបងប្អូនប្រិយមិត្តផងដែរបាទមកដល់ម៉ោងនេះឃើញថាត្រៀមហើយសម្រាប់ភ្ញៀវជាតិក៏ដូចជាអន្តរជាតិគឺ smartphone ស្ទើរតែគ្រប់ដៃសម្រាប់ការផ្ដិតយករូបភាពសត្វប្រជៀវធ្វើការហោះហើរចេញពីរូងយ៉ាងច្រើនកកតែម្ដងមិនដឹងថានៅក្នុងរូបលាងភ្នំនេះមិនដឹងថាប្រមាណ10លានក្បាលទេបងប្អូនយើងច្រើនមែនទែនបាទឥឡូវទស្សនាជាបន្តនៅទស្សនភាពនៅក្នុងវីដេអូនេះទៅបងប្អូនយើងបាទយ៉ាងណាយ៉ាងណីជួបជាមួយនឹងខ្ញុំបាទនៅក្នុងคลิปវីដេអូទី2គឺប្រវត្តិភ្នំទ្រង់មន់ភ្នំទ្រង់ទ្រាក៏ដូចជាប្រវត្តិភ្នំក្រពើផងដែរឥឡូវនេះសូមពុកម៉ែទស្សនានៅក្នុងវីដេអូនេះជាបន្តដូចតទៅហើយខ្ញុំបាទសូមអរគុណ
ទុកជាមុនសម្រាប់ការគ្រប់គ្រងពីបងប្អូនប្រិយមិត្តទាំងអស់